ចំណែកឯព្រះបច្ចេកពុទ្ធមួយអង្គហ្នឹងក៏ដូចគ្នាចឹងដែរលោកមានការបួសហើយមានការប្រព្រឹត្តប្រតិបត្តិធម៌ចម្រើនសមថៈចម្រើនវិបស្សនាបន្ទាប់ពីសកត់ទៅក៏លោកទៅកើតនៅក្នុងទេវលោកហ្នឹងសាមបានឈានបានអីណាយល់ចម្រើនវិបស្សនាអញ្ចឹងទៅក៏ទៅកើតនៅក្នុងទេវលោកទៅចូលទៅពីទេវលោកមកវិញកើតជាព្រះរាជាទៀតណាព្រះបច្ចេកពុទ្ធអង្គមុនដែលច្រើនក៏ជាព្រះរាជាហើយព្រះរាជាហ្នឹងក៏នៅនគរតែមួយនឹងទៀតនគរព្រះនសីហ្នឹងនឹងតាមប្រវត្តិទាំងក្រៅណាព្រះបច្ចេកពុទ្ធអង្គហ្នឹងគឺជាព្រះរាជាមានបុត្រមានភរិយាអគ្គមហេសីអីធម្មតាហ្នឹងគ្រប់គ្រងរាជសោយរាជនៅនគរព្រះនសីហ្នឹងហើយស្រាប់តែនៅក្នុងថ្ងៃមួយព្រះរាជានឹងហែហមអមដោយពួកអាមានពួកបរិវារផ្សេងធ្វើដំណើរប្រតិសិនព្រះនគរហ្នឹងហើយដល់ពេលដើរប្រតិសិនព្រះនគរទៅក្នុងការនោះក៏ឃើញពួកអ្នកស្រុកទាំងឡាយហ្នឹងគេជញ្ជូនស្រូវហ្នឹងចេញពីជង្រុកយកមកដាក់នៅខាងក្រៅទៅហ្នឹងហើយដល់ពេលអញ្ចឹងទៅព្រះរាជាឃើញពួកអ្នកស្រុកហ្នឹងគេជញ្ជូនស្រូវចាស់ហ្នឹងចេញពីជរុកទៅដាក់កោនៅខាងមុខហ្នឹងទៅហ្នឹងព្រះរាជាក៏សួរអាមាត្យថាហេតុអីបានជាគេជូនស្រូវចេញពីជរុកអញ្ចឹងណាអាមាត្យហ្នឹងក៏ប្រាប់ថាដោយសារគេប្រមូលផលបានថ្មីណាបានស្រូវថ្មីទៅអត់មានកន្លែងដាក់អញ្ចឹងត្រូវជូនអាស្រូវចាស់ហ្នឹងចេញណាស្រូវចាស់នឹងចេញទៅហ្នឹងអាហ្នឹងអ្នកមានស្រូវណាយល់មានស្រូវទៅក៏គេជូនចេញទៅហ្នឹងហើយដល់ពេលអញ្ចឹងទៅព្រះរាជានឹងក៏នឹកគិតថាអញ្ចឹងដើម្បីកុំឲ្យស្រូវនឹងវិនិច្ឆ័យខូចខាតហ្នឹងក៏បានត្រាស់ប្រកបអាមាត្យទាំងអស់ហ្នឹងប្រមូលស្រូវទុកហើយឲ្យធ្វើរោងណារោងសម្រាប់ឲ្យទានហ្នឹងអញ្ចឹងទៅពួកអាមាត្យហ្នឹងក៏បានរៀបចំចាត់ចែងទៅចាត់ចែងប្រមូលស្រូវហ្នឹងដែលអ្នកស្រុកគេមានស្រូវច្រើនណាស់ហើយគេត្រូវប្រមូលផលបានថ្មីគេយកមកចោលនៅខាងក្រៅហ្នឹងអញ្ចឹងព្រះរាជាអាមាត្យហ្នឹងប្រមូលស្រូវហ្នឹងទុកទៅដើម្បីធ្វើទានណាព្រះរាជាមានសទ្ធាជ្រះថ្លាបានប្រកបឲ្យកសាងរោងទានណាព្រោះអ្នកនគរទាំងអស់ហ្នឹងមិនមែនអ្នកសវោស្រូវទាំងអស់ទេមានអ្នកខ្លះអត់មានស្រូវបរិភោគដែរហ្នឹងហើយអ្នកណាមានស្រូវទៅគេបានស្រូវថ្មីទៅគេចោលស្រូវចាស់ទៅណាគេមិនទុកទៀតទេណាហ្នឹងអញ្ចឹងទៅព្រះរាជានឹកឃើញថាកុំឲ្យខូចខាតស្រូវទាំងអស់ហ្នឹងក៏គិតដើម្បីធ្វើទានដល់ពេលរៀបចំចាត់ចែងសពគ្រប់ហើយក្នុងការនោះមានអាមាត្យម្នាក់ដែលជាសម្លាញ់របស់ព្រះរាជានឹងឯងជាមនុស្សមិច្ឆាទិដ្ឋិហ្នឹងពេលព្រះរាជាប្រាថ្នាដើម្បីឲ្យទានហ្នឹងមិនមែនឲ្យត្រឹមតែស្រូវដែលនាំមកហ្នឹងទេគឺទ្រព្យសម្បត្តិអីរបស់ព្រះរាជាហ្នឹងក៏ព្រះរាជាត្រូវឲ្យដែរហ្នឹងឯងហើយដល់ពេលអញ្ចឹងទៅក៏ព្រះរាជាប្រាថ្នាដើម្បីឲ្យទានអាមាត្យហ្នឹងគេមកហាមឃាត់អាមាត្យហ្នឹងជាអាមាត្យរបស់ព្រះរាជាហើយក៏ជាសម្លាញ់ស្និទ្ធស្នាលជាមួយព្រះរាជាដែរប៉ុន្តែជាមនុស្សមិច្ឆាទិដ្ឋិហ្នឹងឯងក៏បានចូលទៅហាមឃាត់ព្រះរាជាថាបពិតមហារាជការឲ្យទានហ្នឹងអត់មានប្រយោជន៍អត់មានផលអីទេសូមមហារាជកុំឲ្យទានឡើយទៅហាមឃាត់ហ្នឹងឯងអាមាត្យហ្នឹងគឺជាមនុស្សមួយដែលមានមិច្ឆាទិដ្ឋិយកឃើញតែការឲ្យទាននឹងអត់មានផលការបូជាតូចមិនមានផលការបូជាធំមិនមានផលហ្នឹងការធ្វើអំពើល្អធ្វើអំពើអាក្រក់នឹងមិនមានផលគេបដិសេធទាំងអស់យល់ឃើញថាលោកនេះមិនមានលោកដទៃមិនមានមេដានឹងគ្មានគុណបិតាគ្មានគុណហ្នឹងហើយសត្វដែលជាអវបាតកៈកំណើតនឹងមិនមានហើយគេយល់ឃើញសមណៈព្រាហ្មណ៍ដែលមានបញ្ញាញាណអាចដើម្បីដឹងឃើញច្បាស់នៅលោកនេះនិងលោកដទៃហ្នឹងមិនមានដែរគេបដិសេធទាំងអស់មិច្ឆាទិដ្ឋិ10យ៉ាងហ្នឹងហ
nâng mà nè nâng ban pol ham khót pre chia mình ao phơi tiền ban pol tha bố phận mà ha đi cả ao tiền nâng mình biết pol ấy thế bố cô từng óc được nông lộ nâng tù bay chia bố cô nâng chia mình đúc pel cả đôi chia bố cô chia bẩn đất cả đôi ca đây bố cô nâng trai tơi nông sang xa rồi vót ở dạ ca và man chia nè bảy sập buồn mà hà cạp nângแต่กรุ๊ป8 สบุญ 5 กับสัตว์โลก 1 រួច ផុត ចាក ទុក្ខ ទាំង អស់ ហ្នឹង គេ យល់ អញ្ចឹង យល់ យល់ សត្វ លោក ទាំង អស់ មិន ថា ជា បុគ្គល ពេល ឬ ក៏ ថា បុគ្គល ជា បណ្ឌិត ទេ កាល ណា បើ ត្រាច់ រកត់ អន្ទោល ទៅ ក្នុង សង្សារវដ្ត គ្រប់ តែ 84 មហាកម្ម ហ្នឹង ហ្នឹង គឺ បរិសុទ្ធ ឯង រួច ផុត ចាក ទុក្ខ ឯង ហើយ មិន បាច់ ខំ ប្រឹង ទេ ហ្នឹង អា ហ្នឹង គឺជា ទិដ្ឋិ មួយ ណា យល់ ទិដ្ឋិមួយនៅក្នុងប្រវត្តិរឿងរ៉ាវវិជាដកហ្នឹងមានមនុស្សខ្លះមានទិដ្ឋិបែបហ្នឹងដែរតែតើរឿងនាងរុចាណាញ៉ឹមពេលមួយនាងរុចាសុំលុយបបីតាធ្វើទានណាហ្នឹងហើយបបីតាក៏ចេះតែឲ្យលុយធ្វើទានទៅហើយថ្ងៃមួយក៏បានទៅជួបអាជីវកម្នាក់អចេលកសបៈណាឈ្មោះគុណាជីវកអចេលកសបៈកោតហ្នឹងហើយអាជីវកម្នាក់ហ្នឹងឈ្មោះកូនណាហ្នឹងគាត់មានកំណត់យកឃើញអញ្ចឹងណាយកឃើញតែការឲ្យទាននឹងគ្មានបានផលអីទេហ្នឹងហើយបុគ្គលពេលក្តីបុគ្គលល្ងងខ្លៅជាបណ្ឌិតក្តីត្រាច់រង្កត់កើតចាស់ឈឺស្លាប់ក្នុងសង្សារវដ្ត84 មហាកម្មហ្នឹងទៅគឺថាបរិសុទ្ធឯងរួចផុតចាកទុក្ខឯងអាហ្នឹងណាអចេលកសបៈឈ្មោះគុណៈហ្នឹងគេយល់ឃើញចឹងដែរហ្នឹងហើយដល់ពេលនៅក្នុងប្រវត្តិរឿងរ៉ាវរបស់ព្រះជ័យកពុទ្ធហ្នឹងចឹងដែរទៅអាមាត្យម្នាក់ដែលជាសម្ដេចរបស់ព្រះជ័យកពុទ្ធរបស់ព្រះរាជាហ្នឹងហ្នឹងគឺហាមឃាត់ព្រះរាជាមិនឲ្យធ្វើទានទេអាហ្នឹងវាមានមិច្ឆាទិដ្ឋិយល់ទេមិច្ឆាទិដ្ឋិបែបនេះបើសិនជាមានកម្លាំងខ្លាំងចូលទៅដល់ភាពជានិយតមច្ឆាទិដ្ឋិអាហ្នឹងគឺវានាំឲ្យយើងស្លាប់ទៅកើតក្នុងអបាយភូមិអញ្ចឹងណាយល់ណាយល់ឃើញទី1ណដ្ឋិតណាំងណដ្ឋិតណាំងតែថាការឲ្យទានហ្នឹងអត់មានផលទេហ្នឹងញាតិញោមមានមិច្ឆាទិដ្ឋិអញ្ចឹងទេរាល់ថ្ងៃហ្នឹងអត់មានមិច្ឆាទិដ្ឋិអញ្ចឹងណាហ្នឹងគឺដែលច្រើនមានសមាទិដ្ឋិយល់ឃើញតែការឲ្យទានមានផលហ្នឹងប៉ុន្តែបុគ្គលអ្នកមានមិច្ឆាទិដ្ឋិគឺយល់ឃើញអញ្ចឹងណដ្ឋិតិណាំងហ្នឹងការឲ្យទានអត់មានផលទេហើយគេយល់ឃើញណដ្ឋិយិដ្ឋាំងការបូជាធំមិនមានផលណដ្ឋិហុតាំងការបូជាតូចមិនមានផលទេណាបូជាតូចទានដែលយើងធ្វើតិចតួចទេណាយល់ទេបងណាហ្នឹងគឺការបូជាតូចទានដែលបុគ្គលជឿកម្មជឿផលរបស់កម្មហើយឲ្យទានទៅឬក៏ថាភ្ញៀវអីមកលេងផ្ទះទៅក៏យើងធ្វើទានដល់ភ្ញៀវហ្នឹងទៅអាហ្នឹងគេហៅថាទានតិចតួចហ្នឹងឬក៏នៅក្នុងកម្មវិធីមង្គលអីចឹងទៅយើងធ្វើទានតិចតួចទៅអាហ្នឹងគេហៅថាការបូជាតូចហ្នឹងដល់ពេលការបូជាធំគឺជាការធ្វើទានដល់សាធារណជនទូទៅច្រើនគ្នាណាយល់ទេបងហ្នឹងអាហ្នឹងគេហៅថាសាធារណទានគឺជាការឲ្យទានដល់មហាជនទូទៅទាំងអស់ច្រើនគ្នាហ្នឹងអាហ្នឹងគេហៅថាការបូជាធំហ្នឹងតាមន័យនៅក្នុងដីកាលោកពយល់ណាពយល់តើទៅនឹងការបូជាធំហ្នឹងគឺជាការឲ្យទានដល់សាធារណជនទូទៅច្រើនគ្នាហ្នឹងអញ្ចឹងសម្រាប់បុគ្គលដែលជាមនុស្សមិច្ឆាទិដ្ឋិគេយល់ឃើញតែការបូជាតូចក្តីការបូជាធំក្តីគឺអត់មានផលទេណាហើយយើងរាល់ថ្ងៃមានយល់អញ្ចឹងទេណាអត់យល់អញ្ចឹងទេណាបានន័យថាមានសមាទិដ្ឋិល្អណាស់ណាអាហ្នឹងបានប៉ុន្មានបាន3ទេណា3ហើយទី4ណដ្ឋិសុគតៈទុក្កតាហ្នឹងកម្មហ្នឹងផលវិបាកោគេយល់ឃើញថាការធ្វើអំពើកម្មទាំងល្អទាំងអាក្រក់ទោះបីតែធ្វើល្អក៏អត់មានផលការធ្វើអាក្រក់ក៏អត់មានផលអាហ្នឹងគេបដិសេធនៅអំពើកម្មនឹងទៀតណាអាហ្នឹងមនុស្សមិច្ឆាទិដ្ឋិអញ្ចឹងប៉ុន្តែយើងរាល់ថ្ងៃនេះគឺដឹងច្បាស់ហើយណាដឹងច្បាស់ថាធ្វើល្អគឺបានល្អធ្វើ
ធ្វើអាក្រក់គឺបានអាក្រក់ញាតិញោមច្បាស់ហ្នឹងតើច្បាស់ថាធ្វើល្អបានល្អណាណាច្បាស់ណាទីទាំងធ្វើទៀនដោយសារសិលស្រាប់តែភ្លើងឆេះផ្ទះដល់ពេលភ្លើងឆេះផ្ទះទៅញាតិញោមគិតថាម៉េចណាជាងការគិតថាឯងខំប្រឹងធ្វើទៀនខំប្រឹងរក្សាសិលចឹងងាប់បនអត់ជួយហ្នឹងហើយណាអាហ្នឹងប្រយ័ត្នទៅណាញាតិញោមប្រយ័ត្នយល់ឃើញខុសថាអាហ្នឹងបនហ្នឹងដូចអត់មានជួយឲ្យផលជាសុខអីសោះហ្នឹងហើយអាហ្នឹងវាអាចញាតិញោមតែសទ្ធាតិចតួចអត់បានទេហ្នឹងហើយដូចឃើញមានញាតិញោមខ្លះគាត់ធ្លាប់មានបញ្ហានឹងជួបមកពីមុនណាញាតិញោមបងហ្នឹងហើយជួបមកពីមុនគាត់មានសទ្ធាគាត់ធ្វើទានគាត់រក្សាសិលហើយក្រោយមកទៅក៏ជួបបញ្ហាគ្រោះថ្នាក់ផ្ទះត្រូវភ្លើងឆេះអីចឹងទៅហ្នឹងប៉ុន្តែសទ្ធាគាត់មុតមមខ្លួនគាត់អត់យល់ខុសទេអញ្ចឹងណាញាតិញោមគាត់អត់យល់ខុសគាត់នៅតែយល់ត្រូវដដែលណាបនទានដែលគាត់បានធ្វើសិលគាត់រក្សាហ្នឹងក៏គាត់យកឃើញថាហ្នឹងជាកម្មល្អកម្មហ្នឹងនឹងឲ្យផលល្អក្នុងជីវិតរបស់គាត់ជាពិតប្រាកដប៉ុន្តែតើតើរឿងគាត់ត្រូវឆេះផ្ទះអីយ៉ាងម៉េចចាំបាននោះអាហ្នឹងគឺជាបាបកម្មរបស់គាត់អញ្ចឹងណាញាតិញោមជាងការគាត់ធ្លាប់ទៅដុតអីគេសបុកសត្វអីចឹងទៅណាដុតបំផ្លាញណាដុតបំផ្លាញសបុកសត្វអីទៅធ្វើឲ្យផ្ទះរបស់សត្វហ្នឹងវាខ្ទេចខ្ទីឆេះទៅបាបកម្មហ្នឹងវាឲ្យផលចឹងទៅអញ្ចឹងក៏យើងត្រូវតែមានសទ្ធាឲ្យច្បាស់លាស់ដែរចំណុចហ្នឹងណាតែមិនចឹងទេខ្លាយជាមិច្ឆាទិដ្ឋិយល់ឃើញថាធ្វើល្អអត់បានល្អចឹងណាញាតិញោមបងហ្នឹងហើយធ្វើអាក្រក់ហ្នឹងក៏អត់បានអាក្រក់ដែរអាចយល់ឃើញចឹងបានហ្នឹងដោយសារអីដោយសារវាជួបរឿងបច្ចុប្បន្ននេះយើងខំប្រឹងធ្វើល្អហើយវាអត់បានល្អមកណាញាតិញោមបងអាហ្នឹងវាអាចចឹងចឹងសម្រាប់បុគ្គលអ្នកមានមិច្ឆាទិដ្ឋិខ្លះក៏ប្រព្រឹត្តទៅរបៀបហ្នឹងចឹងបានចំណុចនេះគឺញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាត្រូវតែរៀនហើយឲ្យច្បាស់នៅក្នុងកម្មផលហ្នឹងបើសិនតែយើងមិនច្បាស់នៅក្នុងកម្មផលទេជីវិតរបស់យើងនឹងធ្លាក់នៅក្នុងអំណាចនៃមិច្ឆាទិដ្ឋិជាពិតប្រាកដនឹងអាចយល់ឃើញខុសត្រង់ថាខំប្រឹងធ្វើបុណ្យហើយស្រាប់តែជីវិតនឹងចេះតែជួបរឿងអាក្រក់អញ្ចឹងណារហូតដល់បុគ្គលនឹងលះបង់នៅបុណ្យកុសលនឹងចោលឈប់ធ្វើហ្នឹងតែឈប់ធ្វើបុណ្យហើយមិនទៅញាតិញោមបងតែឈប់ធ្វើបុណ្យហើយហ្នឹងទៅហើយអន្តរាយរឹងរិតតែធំទៅទៀតហើយសំបីយើងខំប្រឹងធ្វើទានខំប្រឹងរក្សាសិលប៉ុណ្ណឹងហើយអកុសលហ្នឹងវានៅតែមានឱកាសឲ្យផលណាចោះតម្រាំជីវិតយើងនឹងបណ្ដោយឲ្យអកុសលគ្របសង្កត់ក្នុងជីវិតយើងទៀតអញ្ចឹងវារឹងរិតតែថាអកុសលហ្នឹងវាមានឱកាសខ្លាំងទៅអញ្ចឹងនៅក្នុងចំណុចហ្នឹងក៏យើងត្រូវតែយល់ឲ្យបានច្បាស់លាស់ដែរតើតើរឿងការធ្វើល្អធ្វើអាក្រក់ហ្នឹងមនុស្សម្ចាស់ទិដ្ឋិគេយល់ឃើញអញ្ចឹងការធ្វើល្អក្តីធ្វើអាក្រក់ក្តីគឺអត់មានផលទេគេយល់ឃើញអញ្ចឹងតែម្ដងហ្នឹងហើយបន្តមកទៀតគេយល់ឃើញថាលោកនេះមិនមានបានន័យថាបុគ្គលដែលស្លាប់អំពីទេវលោកមកឬក៏ស្លាប់ពីអបាយភូមិមកកើតក្នុងមនុស្សលោកនេះគឺអត់មានទេអញ្ចឹងណាយល់គេអត់មានយល់ឃើញថានៅនរកប្រែតនឹងមានអត់យល់ឃើញអញ្ចឹងទេអត់យល់ឃើញថាទេវតាអីមានអត់ទេហ្នឹងអញ្ចឹងគេមានគំនិតមួយយល់ឃើញថាសត្វដែលស្លាប់អំពីលោកដតីមកកើតនៅក្នុងលោកនេះគឺអត់មានទេណាបើសិនថាទេវតាស្លាប់ទេវតាលងស្លាប់ទៅសូន្យឈឹងអត់មានមកកើតទេអាហ្នឹងគេយកឃើញថាលោកនេះមិនមានហើយលោកដតីអត់មានដែរអាហ្នឹងគេបដិសេធទៀតបដិសេធត្រង់ថាមនុស្សយើងស្លាប់ពីលោកនេះទៅមិនអាចទៅកើតនៅក្នុងលោកដតីបានទេតែស្លាប់ទៅសូន្យឈឹងហើយអាហ្នឹងមនុស្សមិច្ឆាទិដ្ឋិគេយកឃើញអញ្ចឹងណាហ្នឹងអញ្ចឹងមានគំនិតយល់ឃើញរបៀបហ្នឹងហើយតាមមកទៀតគេយល់ឃើញថាមេត្តាមិនមានគុណបិតាមិនមានគុណអាហ្នឹងមិច្ឆាទិដ្ឋិដែរហ្នឹងបានន័យថាធ្វើអំពើល្អក្តីធ្វើអំពើអាក្រក់ក្តីជាមួយមេត្តាបិតាហ្នឹងគឺគេបដិសេធនៅផលនៃអំពើកម្មទាំងអស់ហ្នឹង
ធ្វើល្អជាមួយមេដាបិតាក៏គ្មានផលធ្វើអាក្រក់ជាមួយមេដាបិតាក៏គ្មានផលអាហ្នឹងមនុស្សមិច្ឆាទិដ្ឋិគេយល់ឃើញអញ្ចឹងដូចអ្នកខ្លះទៅស្អប់គុំគួនជាមួយមេដាបិតាខ្លួនឯងទៀតអញ្ចឹងណាញ៉ឹមពេលនឹកឃើញថាគាត់គ្មានគុណគ្មានស្អីហ្នឹងឯងហ្នឹងចាំថារឿងមិច្ឆាទិដ្ឋិនេះគួរឲ្យខ្លាចទេញ៉ឹមគួរឲ្យខ្លាចដល់ពេលបុគ្គលខ្លះយល់ឃើញថាមេដាបិតាអត់មានគុណទៅធ្វើអំពើអាក្រក់អីទៅលើគាត់ហ្នឹងហើយរហូតដល់អ្នកខ្លះហ្នឹងផ្្លាត់ទៅធ្វើអនន្តរិយកម្មជាមួយមេដាបិតាទៀតអានឹងស្លាប់ទៅនរករងទុក្ខលំបាកក្នុងនរកនឹងទៀតព្រោះអាស្រ័យទៅមិច្ឆាទិដ្ឋិរបស់ខ្លួនឯងហ្នឹងហើយរឿងមេដាបិតានេះអត់បានទេបើសិនថាយើងធ្វើសេចក្តីល្អជាមួយគាត់ជីវិតយើងបានសុខប៉ុន្តែបើសិនជាយើងហ៊ានតែធ្វើអំពើអាក្រក់អីមួយទៅលើគាត់ហើយជីវិតរបស់យើងនឹងជួបប្រទះនៅសេចក្តីទុក្ខជាពិតប្រាកដអត់មានសង្ស័យទេណាទោះបីធ្លាប់បានរោគស៊ីចម្រុងចម្រើនយ៉ាងម៉េចយ៉ាងម៉ាក៏ដោយតែហ៊ានធ្វើអំពើអាក្រក់ជាមួយមេដាបិតាហើយកូនចៅប្រុសស្រីនោះនឹងដល់នៅសេចក្តីវិនាសជាពិតប្រាកដមានយុស័កក៏ត្រូវអស់យុស័កដែរហើយមានទ្រព្យសម្បត្តិក៏ត្រូវអស់ទ្រព្យដែរមិនអាចសល់បានណាយល់នឹងតាមន័យក្នុងអត្ថកថាវិជាដកសោណៈនន្តៈជាដកនឹងលោក5រឿងកូនចៅប្រុសស្រីដែលធ្វើអំពើមិនល្អមកលើមេដាបិតាអានឹងអត់បានទេបើហ្នឹងព្រោះមេដាបិតានេះគឺជាបុគ្គលត្រូវត្រង់នៅគុណដ៏ធំធេងរបស់កូនចៅប្រុសស្រីជាអហុណយបុគ្គលជាពោជាហណៈជាពោជាអរហៈបុគ្គលរបស់កូនចៅប្រុសស្រីហ្នឹងណាអញ្ចឹងគឺសម្រាប់បុគ្គលដែលជាមិច្ឆាទិដ្ឋិគេបដិសេធទាំងអស់បដិសេធគុណមេដាបិតាហ្នឹងណាហើយគេបដិសេធសត្វដែលជាអវបតកកំណើតទៀតសត្វដែលស្លាប់ទៅកើតនៅក្នុងទេវតាអីកើតមកមានអត្តភាពធំពេញកំឡោះពេញកំមុំអីហ្នឹងក៏គ្មានដែរគ្មានសត្វប្រភេទហ្នឹងឯងហើយគេបដិសេធនៅបុគ្គលដែលមានរិទ្ធមានឈានមានអភិញ្ញអីទៀតហ្នឹងដូចជាព្រះសម្មាសម្ពុទ្ធអីព្រះអង្គមានញាណមានអភិញ្ញអាចដឹងលោកនេះផងលោកដទៃផងដោយញាណដែលអភិញ្ញរបស់លោកហ្នឹងគេបដិសេធបុគ្គលហ្នឹងថាអត់មានទៀតបុគ្គលប្រភេទហ្នឹងអត់មានទេនឹងជាប្រភេទនៃមនុស្សមិច្ឆាទិដ្ឋិហ្នឹងចឹង